ចំពោះកុមារដែលគាត់មានជំងឺគ្រុនឈាមគាត់អាចស្ដែងជាអាការៈជាក្តៅខ្លួនខ្លាំងគាត់មានអាការៈចុកពោះឬក៏មានកទួលក្រហមនៅលើស្បែកឬក៏មានអាការៈដូចជាមានការហូរឈាមតាមចាញ់ធ្មេញឬក៏តាមច្រមុះអីចឹងរួមផ្សំមកជាមួយគ្នាចំពោះសភាពធ្ងន់ធ្ងររបស់ជំងឺគ្រុនឈាមវាអាចមានកត្តារួមផ្សំជាច្រើនទីមួយគឺការព្យាបាលមិនត្រឹមត្រូវនៅខាងក្រៅជាការប្រើប្រាស់ថ្នាំឬលើសកម្រិតការដាក់សេរ៉ូមដាក់អីហ្នឹងហើយនឹងមួយទៀតរយៈពេលនៃការយកមកធ្វើការព្យាបាលអញ្ចឹងបើសិនជាគាត់យឺតយ៉ាវក្នុងការមកព្យាបាលក៏ជាការរួមចំណែកមួយក្នុងការធ្វើឲ្យជំងឺគ្រុនឈាមកម្រិតធ្ងន់ធ្ងរហ្នឹងក្នុងការពិបាកព្យាបាលដូចគ្នាប៉ុន្តែព្រោះជំងឺគ្រុនឈាមរបស់យើងវាមានកម្រិតស្រាលនិងកម្រិតធ្ងន់អ្នកខ្លះគាត់យកកូនមកបានទាន់ពេលវេលាប៉ុន្តែកូនគាត់កើតជំងឺគ្រុនឈាមកម្រិតធ្ងន់ធ្ងរអញ្ចឹងការព្យាបាលក៏ត្រូវការព្យាបាលដោយត្រឹមត្រូវនិងតាមដានដោយម៉ត់ចត់បំផុតអញ្ចឹងមិនមែនមានន័យថាយើងត្រូវបន្ទោសអាណាព្យាបាលថាមកពីគាត់យកកូនមកមិនទាន់ពេលវេលាទេអាចរួមផ្សំជាមួយនឹងការព្យាបាលមិនត្រឹមត្រូវនៅខាងក្រៅនិងប្រភេទជំងឺគ្រុនឈាមរបស់គាត់ដែលកូនគាត់កើតមាននៅមន្ទីរពេទ្យគុណធម្មតាគឺទី1គុណភាពបានថាយើងព្យាបាលយើងចង់ឲ្យអ្នកជំងឺជាសះស្បើយទី2ទាំងអារម្មណ៍របស់អ្នកជំងឺបានថាគាត់មកទទួលការព្យាបាលដោយមានអារម្មណ៍សុវត្ថិភាពមិនមានភាពភ័យខ្លាចហើយគាត់ត្រូវចំណាយថវិកាឬក៏ត្រូវការបង់កម្រៃអ្វីទេរួមផ្សំជាមួយនឹងការលើកទឹកចិត្តទៅឪពុកម្ដាយក្នុងការមើលថែកូនថែរក្សាកូនការផ្ដល់ចំណីអាហារក៏ដូចគ្នាចាអញ្ចឹងគឺគុណភាពគឺយើងទៅលើគុណភាពនៃការព្យាបាលនិងគុណភាពសុវត្ថិភាពនិងអារម្មណ៍របស់អ្នកជំងឺចង់ក្រានរំលឹកក៏ដូចជា5ថ្ងៃទៅឪពុកម្ដាយដោយសារតែនៅក្នុងខែនេះគឺមានការធ្លាក់ភ្លៀងបដាហើយអញ្ចឹងបានថាវាមានទឹកដក់ក៏វាមានការបង្កើតមុខហើយក៏វាចាប់ផ្ដើមមានការចម្លងនៃជំងឺគ្រុនឈាមអញ្ចឹងសារដែលចង់ក្រានរំលឹកទៅឪពុកម្ដាយគឺឲ្យគាត់ធ្វើការសម្អាតទីធ្លាពីរួមទៅគឺទប់ស្កាត់ការបង្កើតមូសខ្លាទី2បើសិនជាករណីដែលកូនរបស់គាត់មានអាការៈក្តៅខ្លួនខ្លាំងមានអាការៈដូចជាចុកពោះឬក៏មានកទួលក្រហមនៅលើស្បែកឬក៏មានដល់ជាសញ្ញាហូរឈាមតាមចាញ់ធ្មេញឬក៏តាមច្រមុះនិងសភាពសន្លឹមឲ្យគាត់ប្រញាប់យកកូនគាត់មកមន្ទីរពេទ្យដើម្បីគូពេទ្យពិនិត្យឲ្យបានត្រឹមត្រូវថាតើកូនគាត់ពិតជាមានជំងឺគ្រុនឈាមមែនទេ